World Cup 2021ត្រូវបានបញ្ចប់ចឹងបងប្អូនដឹងហើយថា World Cup 2021ត្រូវបានបញ្ចប់ហើយជើងឯកគឺអេស្ប៉ាញជើងឯករងគឺអាជិនទីណាចំណែកលេខ3គឺអង់គ្លេសលេខ4គឺបារាំងនេះខ្ញុំមកប្រាប់បងប្អូនថាអ្នកណាទទួលបានពានរង្វាន់អ្វីខ្លះដូចជា Golden Ball បានទៅលើ Rodri Fernandez នៅអេស្ប៉ាញចំណែកឯ Golden Boot អ្នកដែលហៅថា Top Scorer បានទៅលើ Kylian Mbappé នៅបារាំង Rodri គឺនៅអេស្ប៉ាញប្រិមិត្តចំណែកឯ Golden Globe ទៅលើអ្នកចាំទីល្អបានទៅលើ Unai Simon អ្នកចាំទីរបស់អេស្ប៉ាញចំណែក Best Young Player គឺបានទៅលើ Pau Kovacic ចាត់ថាជាកីឡាករដែលវ័យក្មេងអញ្ចឹងសម្រាប់ពានរង្វាន់គឺយើងបានចែករួចរាល់ហើយចំណែកឯពានរង្វាន់លេខ1ទទួលបានទឹកប្រាក់ប៉ុន្មានលេខ2ទទួលបានទឹកប្រាក់ប៉ុន្មានថ្ងៃនេះខ្ញុំនឹងប្រាប់ឲ្យអស់សម្រាប់ World Cup ព្រោះត្រូវបានបញ្ចប់2026នេះគឺត្រូវបានបញ្ចប់ជាស្ថាពរហើយ4ឆ្នាំក្រោយទើបយើងជួបព្រឹត្តិការណ៍ FIFA World Cup ដ៏អស្ចារ្យមួយនេះទៀតអញ្ចឹងលេខ1គឺអេស្ប៉ាញទទួលបាន50លានលេខ2អាជែនទីណាដែលហៅថាអាសង់ទីនជើងឯករងគឺទទួលបាន33លានលេខ3អង់គ្លេសទទួលបាន29លាននិងលេខ4បារាំងមនកូរបស់យើងគឺទទួលបាន27លានអញ្ចឹងគឺជាស្ថិតិនៃការបញ្ចប់ World Cup ដូចយ៉ាងអញ្ចឹងអ្នកទទួលពានGolden Ball ក៏មាន Golden Boot ក៏មាន Best Goalkeeper ក៏មានហើយចំនួនទឹកប្រាក់ដែលក្រុមនឹងទទួលបានដែលឈ្នះរង្វាន់មាន4ក្រុមដែលមានយកទៅ4ក្រុមទេលេខ1លេខ2លេខ3លេខ4គឺមានរួចរាល់អញ្ចឹងជួបរងចាំព្រឹត្តិការណ៍នេះរយៈពេល4ឆ្នាំក្រោយទៀតថ្ងៃនេះ2026 4ឆ្នាំក្រោយគឺ2030អញ្ចឹង2030ទៀតទើបយើងមានឱកាសមើលព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះម្ដងទៀតសាជាថ្មីជួបគ្នានៅវីដេអូក្រោយកុំភ្លេចខមមិននៅក្រោមវីដេអូ join link Telegram របស់ admin ម្នាក់មួយទាំងអស់គ្នា